យើងចូលដល់មេរៀនទី3 lesson 3 talk about musical performances និយាយអំពីការសម្ដែងតន្ត្រីពាក្យ performances នេះបកថាការសម្ដែងបាទ musical ហ្នឹងបកថានៃតន្ត្រីអញ្ចឹងនៅខាងក្រោម vocabulary អ្នកនរគ្នាបានឃើញគឺជាប្រភេទនៃតន្ត្រីផ្សេងគ្នាទី1អ្នកនរគ្នាគេហៅថា hip hop ឬក៏ rap វាចម្រៀង hip hop ឬក៏ចម្រៀង rap ទី2អ្នកនរគ្នាឃើញជាប្រភេទទម្រង់ jazz បាទដែលមានការផ្លុំឧបករណ៍ភ្លេងនេះទី3អ្នកនរគ្នាឃើញមានចម្រៀង pop បាទជាតន្ត្រីទាន់សម័យបាទទី4អ្នកនរគ្នាឃើញ classical គឺជាប្រភេទតន្ត្រីបែបបុរាណបាទទី5គឺជា folk បាទជាតន្ត្រីបែបអ្នកនៅស្រុកស្រែស្រុកចំការដែលមានពីបុរាណមកដែរបាទចំណែកមួយទៀតនេះគឺជាប្រភេទតន្ត្រី rock បាទជាប្រភេទតន្ត្រីកន្ត្រាក់អារម្មណ៍ហើយមួយចុងក្រោយនេះជា heavy metal បាទគឺជាប្រភេទ guitar solo អីហ្នឹងគឺជាប្រភេទគេហៅថា heavy metal បាទសូមអរគុណ